ជំរាបសួរបងប្អូនអង្គពុំមីងទាំងអស់គ្នាចាការតវ៉ៃនេះការវីដេអូមុននោះនាងខ្ញុំបង្ហាញនាងខ្ញុំបេះផ្លែចោលណាចាហើយឥឡូវផ្លែច្រើនទៀតមកហើយបងប្អូននេះហើយនៅដីខាងលើនោះនាងខ្ញុំដាក់ជ័យពងមាន់ចារិសាវាតលាយដែរបងប្អូនអញ្ចឹងក៏ដាក់ជ័យពងមាន់យកមកសាសិនហើយបងប្អូនមើលផ្លែចាប់ផ្លែខ្លាំងមែនទែនណាដើមណាក៏ដូចដើមណាដែរបងប្អូនផ្លែច្រើនមែនទែនហើយពូជតបែកដែលនាងខ្ញុំកំពុងបង្ហាញជូនបងប្អូននេះគឺជាប្រភេទពូជតបែកម៉ាន់ជូចាហើយនៅចំការដែលនាងខ្ញុំកំពុងតែថតបង្ហាញជូននេះគឺនៅលើកោះរំដួលណាបងប្អូនគេហៅថាកោះគោដែលស្ថិតនៅក្នុងចាស្រុកស្អាងប៉ុន្តែឥឡូវហ្នឹងគេកាត់ចូលតំបន់ក្រុងតាខ្មៅដូចគ្នាបងប្អូនឥឡូវហ្នឹងណាចាប៉ុន្តែឥឡូវហ្នឹងនៅលើកោះរំដួលហើយទៅតែដាំមួយចំការហើយព្រឹកមិញដាំមួយចំការទៀតจะដាំចុងមួយថ្ងៃដែរបងប្អូនទៅតែហើយមិនបាញ់មិញនេះទេអញ្ចឹងនាងខ្ញុំបង្ហាញជូនបងប្អូនហើយហួសទៅដល់ចំការថ្មីដែលទៅនឹងដាំហើយនៅចំការថ្មីនោះគឺនាងខ្ញុំដាំម៉ាន់ជូសុតណានាងខ្ញុំអត់លាយពូជទេចាបើនៅចំការនេះនៅចំការនេះគឺនាងខ្ញុំដាំពូជច្រើនចាមានតៃវ៉ាន់មានរ៉ូប៊ីមានអត់ក្របចាហើយនៅខាងនោះផ្លូវដែលនាងខ្ញុំបង្ហាញពីរបៀបនៃការដាំនោះគឺដាំគីមជូសុតចានៅវីដេអូមុនណាចាហើយវីដេអូនេះនាងខ្ញុំអត់បង្ហាញជូនពីរបៀបនៃការដាំទៀតទេគឺការដាំវាដូចតែគ្នាទេបងប្អូនចំពោះការដាំរបស់នាងខ្ញុំគឺអត់ធ្លាប់បាតទេចារសារនៅចំការនេះគឺថែមិនសូវដិតដល់ហ្មងទេបងប្អូនគឺដីស្ងួតតែម្ដងចាតោះអញ្ចឹងទៅមើលចំការមួយទៀតចានេះគឺជាប្រភេទពូជតបែអត់ក្របនេះបងប្អូនចាមានក្តាប់ចាមានផ្កាចាហើយនេះនេសាចង់និយាយថាឥឡូវហ្នឹងនាងខ្ញុំលែងបេះក្តាប់វាចោលហើយបងប្អូនគឺនាងខ្ញុំចាប់ផ្ដើមថែយកហើយណាចាលែងបេះក្តាប់ចោលទៀតហើយបងប្អូននេះថាផ្លែធំល្មមច្រកហើយនេះចាឲ្យបងប្អូនមើលដើមវាចាទូចល្មមទេណាចាឲ្យដូចដើមនេះផ្លែច្រើនមានផ្លែនៅខាងក្រោមទៀតចាតោះទៅមើលចំការថ្មីមួយទៀតគឺម្លងតែមួយក្បាលដីទេបងប្អូនចានោះអ្នកស្រោចគឺកំពុងតែស្រោចទឹកចានៅដីនេះ18ម៉ែត្រក្បាលណាបងប្អូនចាបណ្ដោយជាង100ម៉ែត្រ
បណ្ដោយជាង100ក្បាល18ម៉ែត្រនាងខ្ញុំយកតែ4ជួរទេចាហើយនៅទ្រូងកណ្ដាលនេះបងប្អូនគឺនាងខ្ញុំចោលជាង4ម៉ែត្រចាហើយចន្លោះទៅមកគុំពីមកគុំនេះគឺ4ម៉ែត្របងប្អូនចាអញ្ចឹងនៅប្រឡោះទ្រូងនេះគឺជាង4ម៉ែត្រចានៅប្រឡោះកណ្ដាលនេះគឺចា75ម៉ែត្របងប្អូនចានៅចំការនេះគឺទូលាយខ្លាំងមែនតើហើយដូចនាងខ្ញុំដែលធ្លាប់ជម្រាបជូនបងប្អូនអញ្ចឹងណាតបាយដែលនាងខ្ញុំដាំខ្លួនឯងនាងខ្ញុំមិនដែលបានយកពូជល្អមកដាំទេបងប្អូនណាល្អគឺទុកលក់ជូនបងប្អូនចាឲ្យបងប្អូនមើលនេះចានេះគឺនាងខ្ញុំយកមកដាំខ្លួនឯងគឺប្រភេទកូនអញ្ចឹងឯងចានេះសល់ជំរឿសពីបងប្អូនណាចាសល់ជំរឿសពីបងប្អូនអញ្ចឹងនាងខ្ញុំយកមកដាំខ្លួនឯងតែម្ដងចាឥឡូវនេះជារដូវក្តៅបងប្អូនដីឡើងស្ងួតជ្រៅចាហើយបងប្អូនគាត់សួរថាមន់រណ្ដៅមិនក៏នាងខ្ញុំទុកធំហើយមិនក៏ដាំជ្រៅគឺដីនេះមិនថាជារដូវក្តៅឬក៏រដូវប្រាំងទេបងប្អូនដាក់ទឹកទៅគឺអត់ជាប់ទេចាអត់ជាប់ទឹកទេណាបើនៅដីខាងបងប្អូនបើភ្លៀងហើយភ្លៀងទៀតច្បាស់ជាអាំទឹកនៅនឹងគុំវាតែដីខាងនាងខ្ញុំគឺអត់ទេទោះបីភ្លៀងយ៉ាងណាក៏អត់អាំទឹកដែរចាហើយនេះរដូវគឺនាងខ្ញុំទុកធំអញ្ចឹងគឺនៅពេលដែលស្រោចទឹកគឺឲ្យវាដកទឹកនៅនឹងបានច្រើនបងប្អូនឲ្យវាស្តាមបានយូរចាហើយព្រឹកមិញនៅចំការនេះគឺដាំតែ3នាក់ទេបងប្អូនចាអ្នកកាប់រណ្ដៅ2នាក់អ្នកដាំតែម្នាក់គឺនាងខ្ញុំតែម្ដងហើយនេះគឺក្រុមការងារផ្សេងក្រុមដឹកដីរបស់ប្អូនខ្ញុំចាឲ្យគាត់មកជួយស្រូចទឹកឲ្យមកបន្តិចទៅឥឡូវគាត់កំពុងតែស្រោចហើយចាមករណ្ដៅធំគឺស្រោចទឹកបានច្រើនហើយសុំឥឡូវហ្នឹងគឺជារដូវក្តៅទៀតបងប្អូនអញ្ចឹងមករណ្ដៅបងប្អូនគួរទុកឲ្យធំដូចនាងខ្ញុំទៅគឺស្រោចទឹកទៅវានៅសាបានយូរចោល2ម៉ោងកន្លះវាដាំតាមមួយទួលដែរចាអញ្ចឹងវីដេអូនេះនាងខ្ញុំបង្ហាញជូនបងប្អូនក្រុមប៉ុណ្ណឹង
សិនជាមានចម្ងល់អីបងប្អូនអាចសួរមកខាងនាងខ្ញុំបានតាមរយៈលេខទូរស័ព្ទឬក៏តាម Telegram ក៏បានដែរណាបងប្អូនហើយបើសិនជាបងប្អូនត្រូវការពូជតបែកយកទៅដាំចាក៏តាក់ទងតាមលេខនឹងមកដូចគ្នាដែរបងប្អូនចាជាចុងក្រោយសូមឲ្យបងប្អូនជួយចុច like ចាជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងចាអរគុណជម្រាបលាបាយបាយ